ជំរាបសួរបាទជំរាបសួរប្រិយមិត្តឆ្ងាយចិត្តបងប្អូនទាំងអស់បាទធ្វើក្រោយមើលម្ចាស់ឡានបាទនេះគឺជាឡាន model ថ្មីដែលទើបនឹងនាំចូលបាទនេះ3គ្រឿងនេះគឺថ្មីតែម្ដងតែមួយគ្រឿងនោះគឺបាត់ហើយបាទ excavator គឺបោកចោលខ្ទេចអស់ហ្មងបាទឥឡូវមើលថយក្រោយសិនមើលគេថតវីដេអូបាទមើលឡានបាទច្រើនគ្រឿងណាស់បាទនិយាយទៅរាប់មិនអស់មើលថយបាទជឿណាស់គ្នាឡានតែ23ឯងបាទមើលឃើញណែឃើញទេមានគ្រប់ស៊េរីបាទម៉ាកស្អីក៏មានដែរបាទនេះគឺជាឡានដល់ធំទំនើបបាទចំណែកមួយនេះបាទអូធំណាស់បាទយើងមើលអាចយកទៅណាចាក់ទៅចាក់ចោលបាទសួស្ដីម្ចាស់ឡានមើលសុំមើលម្ចាស់ឡានដូចមើលអូម្ចាស់ឡានញ៉ាំមួយម្ចាស់ឡានញ៉ាំឲ្យ cute អូហើយមិនដែរបាទពេលមានឡានច្រើនហ្នឹងសប្បាយចិត្តអត់បាទបាយចិត្តហើយពីណាគេទិញឲ្យខ្លះបាទឡាននេះប៉ាហើយពីណាទៀតបាទហើយមើលសុំសួរមួយមើលបាទឡានទាំងអស់ហ្នឹងឆ្លាញ់មួយណាជាងគេបាទអាធំណាអាធំហ្នឹងមែនអូអាធំហ្នឹងឆ្លាញ់ជាងគេណ៎អញ្ចឹងហើយបន្ទាប់មកឆ្លាញ់ឲ្យមួយណាអូមួយធំមួយទៀតអូមើលសុំមើលមកឲ្យច្បាស់មើលម្ចាស់ឡានជួយមកមើលធ្វើដៃខ្ជូតមួយលើកដៃបង្ហាញគេថាខ្ញុំមានឡានច្រើនណាស់មើលទៅអីតែមើលណោអូបាទមើលទាញនោះមុខវិញបើកអាទូចឡើងមកលើតែនចូលមកហើយញ៉ានបាទតែទិដ្ឋភាពមើលឡានបាទទៅអូនអបណាបាទមើលមុខជាក់នេះអោយ៉ាងស៊ីមនុស្សឡានហ្នឹងបាទអូចាប់អារម្មណ៍ខ្លាំងជាងគេបាទ Ford នេះបាទប្រហែលជាតម្លៃខ្ទង់កន្លះលានដែរបាទ Ford គ្រឿងនេះតម្លៃខ្ទង់កន្លះលានបាទជឿមួយតាម3ពណ៌ទេមកកាត់ផលគេមួយតាម3ពណ៌មួយគ្រឿងនេះដែលគាត់ឆ្លាញ់ជាងគេបាទគឺមួយគ្រឿងនេះបាទតម្លៃវា$60000បាទជីខ្លាំងមែនបាទមើលជើងកង់វាជើងកង់ក្រោះទៀតបាទអូម៉ែអើយលុយទេចាប់ផ្ដើមបើកដុកធ្វើដំណើរដឹកដីបាទសូមជម្រាបលាបាទទស្សនិកជនទាំងអស់ដែលតាមដានបាទការ live របស់យើងខ្ញុំក៏សូមបញ្ចប់ត្រឹមនេះដោយសារម្ចាស់ឡានបើកឡានទៅដឹកដីហើយបើកឡានទៅដឹកដីហើយគឹងហើយបាយសិនណាបានហើយបាយអូខេបាយ